ចឹងមិនថាបរិសុទ្ធស្ត្រីដែលកើតឆ្នាំចគឺថាសុខភាពការចាយវាបន្តិចកុំសូវរឹងពេកហើយថាស្រីឆ្នាំចនោះកុំឆាប់ចាញ់គេបលួងគេបោកហើយបើមនុស្សប្រុសឆ្នាំចហ្នឹងកុំរឹងពេកកុំតតផឹកសវឹងមិននិយាយហ្នឹងហើយអត់សវឹងវិញស្វាងវិញមាត់បើក100ទេហ្នឹងហើយចាយទលាយហ្នឹងចាយតអស់លុយចូលផ្ទះហ្នឹងគឺពិបាកហ្នឹងហើយកុំសូវប្រឆាំងនឹងគំនិតច្បាយងាយពេកហ្នឹងប្រយ័ត្នអស់តំណែងហើយហ្នឹងសម្គាល់តិចចឹងចូលបើសិនជាកើតថ្ងៃច័ន្ទចិត្តរៀងធំចិត្តល្អហ្នឹងហើយមានទ្រព្យថ្ងៃក្រោយនឹងរៀងគ្រាន់បើមានឆន្ទៈមានការអត់ធ្មត់ពិបាកថាដំបូងគេចូលចិត្តជួយគេឯងតែក៏មានគេហ្នឹងជួយវិញដែរប៉ុន្តែគេជួយគ្រាន់តែការសម្ដែងទេហ្នឹងឲ្យសម្គាល់អញ្ចឹងចូលបើសិនជាកើតថ្ងៃអង្គារគឺអាសាជួបរឿងលំបាកច្រើនហ្នឹងហើយមានចិត្តក្លាហានហ្នឹងហើយមិនសូវចេះល្អទាស់មកទេប្រឹងដោយកម្លាំងជាខ្លួនឯងចូលបើសិនជាកើតថ្ងៃពុធហ្នឹងហើយមានចិត្តស្លូតសម្ដីព្រោះហ្នឹងហើយមានអ្នកធំនឹងជួយច្រើនមានចិត្តបុណ្យច្រើនចូលបើសិនកើតថ្ងៃពហុគឺមិនសូវខ្លាចអ្នកណាទេសម្ដីយើងក្អេងក្អាងខ្លះតែអាសានៅក្នុងកិច្ចការហ្នឹងហើយត្រូវពិចារណាឲ្យបានអត់អន់ដែរហ្នឹងហើយcòn ដល់ពេលខ្លះនឹងរឹងហ្នឹងហើយចាស់ទុំអីបដៅនឹងមិនសូវស្ដាប់ទេហ្នឹងហើយគឺស្ដាប់មិនសូវចូលទេហ្នឹងហើយនៅតែប្រកែកចោមាត់ហ្នឹងហើយចូលបើសិនជាកើតថ្ងៃសុក្រហ្នឹងហើយគឺមានទុកភ័យច្រើនហ្នឹងហើយមានទ្រព្យច្រើនមានបញ្ញាគ្រាន់បើសម្ដីនឹងរៀងព្រោះចូលបើសិនជាកើតថ្ងៃសៅរ៍ហ្នឹងហើយរៀងអួតអាងបន្តិចហ្នឹងហើយមានគ្រោះភ័យញឹកហ្នឹងហើយអញ្ចឹងត្រូវប្រយ័ត្ននៅពេលដែលធ្វើអីមួយហ្នឹងត្រូវប្រយ័ត្នឲ្យមែនទែនកុំប្រហែសសោះចូលបើសិនជាកើតថ្ងៃអាទិត្យវិញល្អហ្នឹងហើយអញ្ចឹងត្រូវប្រឹងធ្វើបុណ្យច្រើនទៀតហ្នឹងហើយកុំធ្វើបាបសោះហ្នឹងហើយកុំរកនេះថាមានចិត្តប្រមាថទៅលើអ្នកដទៃនឹងងាយទេហ្នឹងហើយជាមនុស្សដែលមានមាត់អាក្រក់បន្តិចតែចិត្តល្អហើយស្រឡាញ់មិត្តភក្តិហ្នឹងហើយមិនប៉ុន្តែចារគឺមិនសូវត្រូវគ្នាជាមួយបងប្អូនថ្លៃប្រហែលទេហ្នឹងហើយមានការតស៊ូគ្រាន់បើប៉ុន្តែចង់ឲ្យអ្នកដទៃនឹងយកចិត្តហ្នឹងហើយស្រឡាញ់យុត្តិធម៌ហ្នឹងហើយស្រឡាញ់ស័ក្តិយុះហ្នឹងហើយមានសេចក្តីស្លូតបូតច្រើនក្លាហានហ្នឹងហើយមានភាពជាអ្នកដឹកនាំច្រើនហ្នឹងហើយឆ្នាំចធាតុដីពងយៈស្រីហ្នឹងហើយអញ្ចឹងហ្នឹងហើយយកល្អជារៀងរាល់ឆ្នាំត្រូវស្រោចទឹកកាត់គ្រោះលើកឫស្សីទៅប្រសើរឆ្នាំចនេះដែរបើសិនជាកើតខែ6ខែ7គឺគេថាឆ្កែមានម្ចាស់ថែរក្សាធាតុដីឆ្អិនហ្នឹងហើយកាលនៅតូចហ្នឹងរៀងចិត្តច្អៀតច្អល់បន្តិចធំឡើងហ្នឹងបានរៀងល្អវិញឆ្នាំចបើសិនជាកើតខែ8ខែ9ខែ10គេថាឆ្កែដេញសัตว์ហ្នឹងហើយមានម្ចាស់ចិញ្ចឹមហ្នឹងហើយធាតុដីស្ងោចចាពាក្យមានប្រយោជន៍ហ្នឹងហើយច្រើនតែមានបុណ្យមានបញ្ញាច្រើនឆ្នាំចនេះបើកើតខែ11ខែ12ខែ1គេថាឆ្កែចចកធាតុដីកពូភ្នំស្រឡាញ់វងតកូលហ្នឹងហើយឆ្នាំចនេះបើសិនជាកើតខែ2ខែ3ខែ4ហ្នឹងហើយគឺថាឆ្កែកដាលផ្សារហ្នឹងហើយមានចិត្តនឹងរៀងក្លាហានចិញ្ចឹមខ្លួនបានដោយងាយសម្បូរទ្រព្យឆ្នាំចនេះបើសិនជាកើតថ្ងៃអាទិត្យគេថាឆ្កែដេញសัตว์មានសក្តីនឿយច្រើនមានកិច្ចការចិញ្ចឹមកូនច្រើនតែឆ្នាំចនេះបើសិនជាកើតថ្ងៃច័ន្ទវិញឆ្កែឲ្យស័យចិញ្ចឹមហ្នឹងហើយមានវិជាច្រើនចេះដឹងច្រើនឆ្នាំចបើសិនជាកើតថ្ងៃអង្គារហ្នឹងហើយឆ្កែដែលមានបរិវារច្រើនក្លាហាននឹងមានថាជាមនុស្សឧត្តមឧត្តមហ្នឹងហើយឆ្នាំចបើសិនជាកើតថ្ងៃពុធហ្នឹងហើយជាគេហៅថាឆ្កែភូមិហ្នឹងហើយមានចិត្តរឹងម្នះហ្នឹងហើយទ្របល្មមចិត្តនឹងមានថាបនចេះជួយគេជួយឯងតែរៀងរឹងម្នះបន្តិចឆ្នាំចបើសិនតែកើតថ្ងៃពហុគេថាឆ្កែឈួតហ្នឹងហើយមានពាក្យគំរោះគំរើយការឈ្លានពាននឹងមិនសូវគិតមុខគិតក្រោយប្រហែលទេហ្នឹងហើយនិយាយស្ដីគឺអត់សូវគិតទេឆ្នាំចបើសិនជាកើតថ្ងៃសុក្រគឺជាឆ្កែដែលស្ដេចចិញ្ចឹមហ្នឹងហើយមានទ្រព្យច្រើនហ្នឹងហើយតែត្រូវប្រឹងទុកដាក់បានល្អឆ្នាំចបើកើតថ្ងៃសៅរ៍គេថាឆ្កែជាប់ច្បាក់ហ្នឹងហើយបើប្រុសមានចិត្តជាអ្នកលេងបើសិនជាស្រីមានគេថាអភ័ព្វប្តីនឹងមានវាសនាគឺមិនសូវល្អទេគេថាវាសនាអភ័ព្វប្តី